សួស្តីអ្នកទាំងអស់គ្នាជាទីគោរពជាទីមេត្រីមើលធម្មជាតិជុំវិញខ្លួនរបស់ខ្ញុំពេលដែលមេឃជិតងងឹតសัตว์ចង្រិតខ្មោលយំប្រងព្រាតនៅតាមវាចំការពេលដែលថ្ងៃអស់ស្ដង់ពុតទៅព្រះច័ន្ទក៏ចាប់ផ្ដើមភ្លឺឡើងចិនមកឯមនុស្សលោកទាំងឡាយក៏ចូលទីជំរកក៏ចូលនៅផ្ទះសម្បែងសម្រាប់ដើម្បីទទួលបាននូវកម្លាំងថ្ងៃស្អែកធ្វើការទៀតធម្មជាតិដែលដោះចេញមកហើយតែងតែលាស់ខៀវខ្ចីស្រស់បំព្រងហើយក៏ប្រែប្រួលទៅតាមពេលវេលាទៅតាមកាលរបស់ធម្មជាតិសត្វលោកទាំងឡាយក៏តែងតែផ្លាស់ប្ដូរនៅសេរីរាង្គរូបរាងកាយមួយថ្ងៃក៏កាន់តែចាស់បន្តិចម្ដងបន្តិចសក់ប្រែคล้ายជាមានពណ៌សម្បុរសអញ្ចឹងហើយការរស់នៅពួកយើងទាំងអស់គ្នារស់នៅដោយការមិនបៀតបៀនគ្នាត្រូវចេះស្រឡាញ់គ្នាអ្នកជិតខាងភូមិផងរបងជាមួយចេះអត់ឱនឲ្យគ្នាចេះយកអាសាគ្នាទៅវិញទៅមកនោះទើបយើងរស់នៅមានតម្លៃនៅក្នុងសង្គមចេះជួយគ្នាពេលដែលគ្នាមានក្រលំបាកអ្វីត្បិតបើយើងមិនដឹងថាយើងត្រូវទៅវិញនៅថ្ងៃណាក៏ដោយប៉ុន្តែយើងរស់នៅក្នុងពេលឥឡូវនេះត្រូវរស់នៅដោយឲ្យបានល្អប្រឹងប្រែងរស់នៅប្រឹងប្រែងព្យាយាមតស៊ូធ្វើកិច្ចការងារអ្វីផ្សេងដែលការងារនោះមិនខុសច្បាប់មើលចុះពេលដែលមេឃអស់ស្ដង់គុតទៅអ្វីនៅជុំវិញខ្លួនក៏ប្រែជាងងឹតថ្ងៃស្អែកក៏ចាប់ផ្ដើមភ្លឺឡើងវិញមនុស្សយើងក៏ចាប់ផ្ដើមរកស៊ីទទួលទានមុខរបរការងារផ្សេងជាធម្មតាខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនទទួលបាននៅភាពជោគជ័យនៅក្នុងការងារសូមឲ្យអ្វីនឹងល្អប្រសើរឡើងអរគុណច្រើនជម្រាបលា